នៅក្នុងវីដេអូនេះខ្ញុំនឹងប្រមូលកៅអៅ Ellie Bella ទាំងអស់នេះយកទៅចែកឲ្យក្មេងៗនៅមណ្ឌលកុមារកំព្រាកៅអៅទាំងអស់នេះគឺសិតសឹងតែជាកៅអៅ Ellie Bella ដែលគាត់នៅពាក់បានខ្លះទៅពាក់បានម្ដងពីរដងខ្លះទៀតនៅថ្មីអត់ទាន់បកផ្លាកហ្មងអញ្ចឹងលើនឹកឃើញថាកៅអៅរបស់កូនខ្ញុំច្រើនហើយណាមួយគាត់អត់មានត្រូវការពាក់អីទាន់ទេកពុះគាត់កាន់តែខ្ពស់គីឡូគាត់កាន់តែធំអញ្ចឹងទុកក្នុងទូទៀតអត់កើតទេត្រូវតែបញ្ចេញមកខាងក្រៅបាត់ឲ្យស្អាតរៀបចំជាឈុតយកទៅឲ្យខាងមណ្ឌលតាមពិតទៅនៅក្នុងវីដេអូហ្នឹងគឺខ្ញុំថតតាំងពីជាង2ខែមុនតាំងពីអំពុះមិនទាន់ខ្ទាតពុះម៉េះកាលហ្នឹងបាត់បដានិយាយគ្នាបដាថាថ្ងៃសៅរ៍អាទិត្យហ្នឹងពេលដែល Ellie Bella អត់ទៅរៀនចាំយើងយកកៅអៅទាំងអស់ហ្នឹងចែកក្មេងៗហ្មងតែមានណាគាត់ទៅបាត់កៅអៅឲ្យម្លឹកបានប្រហែលថ្ងៃអំពូចាប់ផ្ដើមជឿពោះចូលពេទ្យនឹងល្មមអញ្ចឹងកៅអៅដែលបងប្អូនឃើញនៅក្នុងវីដេអូទាំងអស់នេះគឺខ្ញុំបត់រៀបចំដាក់ចូលក្នុងថង់ទាំងអស់ហើយដូចរ៉ូបកំពុងលើកនេះ Bella ទាំងពាក់បានម្ដងគាត់ហើយរ៉ូបនេះវិញ Ellie ពាក់ anniversary ម៉ាមីហើយប៉ាប៉ាឆ្នាំមុនបើនិយាយទៅកៅអៅកូនច្រើនប៉ុណ្ណាក៏ដោយតែខ្ញុំថែបាត់តែខោខ្លីមួយក៏ខ្ញុំដឹងដែរហើយបើសិនជាមានញ៉ាំអីប្រឡាក់អង្គុយរុះតជ្រះចឹងកៅអៅទាំងអស់នេះគឺខ្ញុំរៀបជាឈុតងាយស្រួលពេលដែលយកទៅចែកក្មេងៗគាត់ងាយស្រួលរើសហើយងាយស្រួលយកមកពាក់រៀបកៅអៅរួចហើយដល់វគ្គរៀបបាច់ជើងវិញម្ដងបាច់ជើងអូនច្រើនណាក៏ដោយសារតែខ្ញុំទិញឲ្យអូនពាក់ឲ្យត្រូវស៊ីមួយកៅអៅចឹងណាមានតែទិញខ្លួនឯងផងមានតែបងប្អូន gift មកឲ្យផងដល់អញ្ចឹងពេលអត់តន់អត់បានបើកពីប្រអប់មើលពាក់ទៅទាំងជើងបដ ாய் ដូចមកនេះអីអត់ដែលបានពាក់សោះហ្មងនេះអញ្ចឹងឥឡូវនេះគឺរៀបចំស្បែកជើងទាំងប្រមាណហ្នឹងដាក់ថង់ផ្សេងហើយកៅអៅថង់ផ្សេងសិបដល់ពេលរៀបចំចេញទៅហើយ Ellie ឃើញស្បែកជើងហ៎ចេះសួរខ្ញុំថាយកស្បែកជើងគាត់ទៅណាអានឹងយកទៅឲ្យបងទេស្បែកជើងយើងអានោះមានទេអានឹងយកឲ្យបងអូខេណាយើងយកឲ្យបងបានបងណាអូខេចឹងเราយកមើលយករួចអត់សាក់យកសាក់លើកមើលរួចអត់លើកមើលមកកលៀតដានយកនេះវិញលើ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 កនេះមើលរួចអត់Bella kia vô bữa Bella vô luôn vậyមកចឹងឥឡូវនេះរៀបចំរួចអស់ហើយឃើញថងរៀងតូចតែតាមពិតកៅអៅនោះច្រើនណាយកកៅអៅកូនក្មេងបាត់ទៅឃើញតូចមួយដល់ចេញទៅតាមផ្លូវគាត់ថាយកតកៅអៅទៅមិនកើតទេរត់ទិញនំទិញទឹកអីយកផ្ញើក្មេងៗថែមទៀតហើយឃើញអ្នកលាទៅដោះគោទីថាគេកម្លាំងពលកម្មកុមារអីអត់ទេកូនចាស់ហាងចរិតគឺដូចកំឡោះពី fan Ellie ខំលីទៅដោះគោចុះឡើងគេចង់ឃើញ Ellie នឹងតើមើលមុខ idol ហើយខ្ញុំនិយាយមែនខ្ញុំស្រឡាញ់អូនហ្នឹងណាចរិតគេឡើងចំណាប់ចេះជួយលើកចេះជួយលក់ដូរម្ដាយទាំងប៉ុណ្្នឹងទៅហើយអញ្ចឹងឥឡូវនេះគឺខ្ញុំរៀបចំឲ្យបានដាក់ចូលគូឡានហើយតែគាត់ថាគាត់ទៅដាក់នំចូលឡានពឹបគឺថាដៃណែខ្ញុំញ៉ាំនំនឹងដែរមែនសុំឲ្យស្រួលមកអូនសុំញ៉ាំនិយាយឲ្យច្បាស់ឲ្យកាពះផងខ្ញុំញ៉ាំមុនបងអីចឹងញ៉ាំមុនញ៉ាំបងនៅខាងមុខមកចាប់ផងទៅញ៉ាំញ៉ាំតាអត់បកាយទេលើហ្នឹងអូនអើយមួយកូនមួយទៅដូចនេះអូយដូចច្រើនណាមានតែកាន់ដៃមានដាក់ប្រឡោះផ្លូវអញមកយូរអីហ្នឹងអញ្ចឹងមួយទៅណាអញ្ចឹងតែឃើញកាន់នំកាន់អីតែខាងនោះគេ sponsor វីដេអូហ្នឹងអីអត់ទេណាលោកអើយកុំធ្វើបាបហើយដូចឥឡូវនេះវិញនឹងចុះទិញនំប៉័ងបាក់យ៉ុងថែមហើយនេះក៏ទិញខ្លួនឯងដែរមើលដល់យូរនំប៉័ងដូចអីលក់នំប៉័ងហ្នឹងណាទម្រាំជិះឡានដល់កន្លែងហ្នឹងឧបសគ្គច្រើនណាភ្លៀងផងដាប់សូរសំនៀងសំឡេងដ៏សែនក្រលួចរបស់កូនស្រីដែលស្រែកតាមឡាននេះផងនិយាយពីថា freshថ្ងៃនឹងអ៊ីកាទៅដែរឡើងឡានពាក់កណ្ដាលផ្លូវឡើងមកកូនឡើងមកស្ដាប់អស់គ្នាកូនចឹងឥឡូវនេះគឺយើងបានមកដល់ហើយមណ្ឌលដែលខ្ញុំមកនេះគឺជាមណ្ឌលដែលខ្ញុំមកម្ដងគឺមណ្ឌលមេឈើតែខាងមកមួយរយៈនេះគឺប្លែកដល់ហើយក្មេងៗឡើងធំហើយសាច់ទលុកទលុនតែហួចចិត្តថាមកហ្នឹងគឺមកចែកអីក្មេងៗក៏មកមិនទាន់បានប្រហែលផងទៅជាក្មេងៗហ្នឹងយើងលុកកឡោពីណាមកយកមកឲ្យEllie Bellaវិញទៅណាណែចេះវិញហ៎ហើយរបស់យើងពីរនាក់នោះដូចអត់ចេះបកែកអីដែរណាបងហុចណាយកហ្នឹងចឹងក៏ចឹងណាចា
គេមែនខ្ញុំទៅស្ដារទឹកចិត្តក្មេងៗហ្នឹងក្លោកដែលគាត់យកមកឲ្យអេលីបេឡាហ្នឹងគឺជាក្លោកដែលគាត់ទើបបានពីបងប្អូនដែលគាត់មកលេងហើយគាត់ទិញផ្ញើតែពេលដែលបានលោកហ្នឹងហើយអត់ហ៊ានហាយទេណាសុកចិត្តទុកមកឲ្យអេលីបេឡាវិញដឹងថាប្អូនមកលេងថ្ងៃហ្នឹងហ៎ខ្ញុំនៅចង់ប្រាប់ថាទុកលេងទៅកូនប្អូនអត់ខ្វះអីលេងទេតែហាមាត់មិនតន់មកខាងជើងនេះលោកដៃយើហើយខ្វោកលឿននោះលឿនតាមពិតទៅរបស់របរដែលខ្ញុំយកមកថ្ងៃហ្នឹងគឺអត់ច្រើនទេតែខ្ញុំគ្រាន់តែចង់ចែករំលែកនៅអ្វីដែលយើងអាចធ្វើបានទៅតាមធនធានរបស់យើងដែលយើងមានក៏ដូចជាចង់បង្កើតភាពស្និទ្ធស្នាលទំនាក់ទំនងរវាងកូនខ្ញុំហើយនិងក្មេងៗដែលនៅទីនោះខ្ញុំចង់ឲ្យកូនខ្ញុំគាត់ដឹងថាទោះបីជាគាត់នៅចំណុចណាគាត់មានអ្វីគ្រប់យ៉ាងប៉ុណ្ណាតែក៏កុំឲ្យគាត់ភ្លេចហើយក៏គំរើអើងទៅកាន់អ្នកដែលគ្មានអ្វីដូចដែលយើងមានព្រោះថាគ្រប់មនុស្សទាំងអស់បើសិនជាគាត់អាចជ្រើសរើសកន្លែងចាប់កំណត់ដោយខ្លួនឯងបានគ្មានអ្នកណាចង់កើតមកខ្លាចជាក្មេងកំព្រាគ្មានអ្នកណាចង់កើតមកនៅក្នុងគ្រួសារដែលក្រលំបាកទេពួកគាត់ក៏ចង់មានប៉ាមានម៉ាក់ហៅគាត់ក៏ចង់ឲ្យប៉ាម៉ាក់ដឹកដៃគាត់នាំគាត់ដើរលេងពេលពួកគាត់គេងក៏ចង់ឲ្យប៉ាម៉ាក់គេងអោបដូចម៉ាក់គេងអោបកូនចឹងដែរអញ្ចឹងបើរាល់ថ្ងៃកូនមានសំណាងមានប៉ាមានម៉ាក់ហៅរស់នៅក្នុងគ្រួសារមួយដែលពេញលេញហើយទាំងបច្ចុប្បន្នឬក៏អនាគតកូនគួរតែព្យាយាមធ្វើអ្វីដែលល្អហើយនឹងមានប្រយោជន៍មិនថានៅក្នុងគ្រួសារឬក៏សង្គមដើម្បីឲ្យស័ក្តិសមនឹងកំណត់ដែលម៉ាក់ប៉ាផ្ដល់ឲ្យកូន